ម៉ាស៊ីនវាយលាវអូតូម៉ូដែលម៉ាកហ្វុកស៊ូខាងលើជាតាប្លូផ្ទាំងចុចប្រភេទនឹងរបៀបកំណត់ប្រម៉ោយងុក2តងដងម្ជុលលើកខ្ពស់បង្វែរទៅម៉ាស៊ីនយើងវិញប្រម៉ោយងុកតែ1តងបែបនឹងជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការវាយលាវពេលកាត់អំបោះប្រម៉ោយងុកតែ1តងបែបនឹងបង្វែរទៅតាប្លូផ្ទាំងចុចយើងវិញរបៀបកំណត់ប្រម៉ោយងុក2តងដងម្ជុលលើកខ្ពស់ចុចលើរូបម៉ាស៊ីនឲ្យភ្លើងពណ៌ក្រហមលោតនៅលើរូបម៉ាស៊ីនបន្ទាប់មកចុចលើអក្សរនឹង1រួចចុចលើអក្សរ1នេះហើយចុចលើអក្សរ1នឹងវានឹងចេញលេខរៀងប្រូក្រាមលេខដែលយើងចូលទៅកំណត់ប្រម៉ោយងុក2តងដងម្ជុលលើកខ្ពស់គឺលេខ150ចុចលើអក្សរអោសចេញបែបហ្នឹងអញ្ចឹងបងប្អូនចុចលេខបូកកំណត់ដាក់អក្សរអនរួចចុចសញ្ញាគ្រីសដើម្បីសេវឲ្យជាប់បន្ទាប់មកចុចព្រួញថយក្រោយ1ចុច1ទៀតចុច1ទៀតរងចាំឲ្យចេញលេខក្បាលថ្នេរបែបហ្នឹងចុចលើរូបម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនដំណើរការបង្វែរទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការវាយលាវពេលកាត់អំបោះប្រម៉ោយងុក2តងដងម្ជុលលើកខ្ពស់បែបហ្នឹងនេះហើយគឺជារបៀបកំណត់ប្រម៉ោយងុក2តងដងម្ជុលលើកខ្ពស់សូមអរគុណ